នៅក្នុងពេលកន្លងមកនេះមានមតិជាច្រើនទាំងនៅក្នុងកម្ពុជាក៏ដូចជានៅក្នុងប្រទេសថៃបានធ្វើការវិភាគអំពីបញ្ហាសង្គ្រាម5ថ្ងៃនៅក្នុងប្រទេសថៃក៏មានការលើកឡើងអំពីតើសង្គ្រាម5ថ្ងៃអ្នកណាឈ្នះអ្នកណាចាញ់នៅខាងភាគីកម្ពុជាក៏ដូចនោះដែរយើងដឹងហើយថាសង្គ្រាមបានបញ្ចប់រួចទៅហើយលទ្ធផលដែលតាក់ទងទៅនឹងគ្រាមួយនេះគឺធ្វើឲ្យនៅតែមានការវិភាគដោយសារតែគ្រានេះគឺមិនទាន់ឈានទៅដល់ការវាយឲ្យបានចប់ដើមហើយតាក់ទងទៅនឹងបញ្ហានេះដោយសារតែមានបងប្អូនយើងមួយចំនួននៅតែការវែកញែកគ្នាបើទោះបីជារឿងនេះត្រូវបានបញ្ចប់ទៅដោយកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយការលើកឡើងនេះគឺមិនមែនក្នុងន័យដើម្បីចង់ឲ្យបងប្អូនយើងនៅក្នុងការលើកទឹកចិត្តឲ្យមានសង្គ្រាមដោយប្រដាប់អាវុធនៃរវាងប្រទេសទាំងពីរទេគឺដោយប្រិមិត្តបានដឹងហើយថាពាក្យថាសង្គ្រាមគឺអាចមានវិនិស្សកម្មកើតឡើងទាំងសងខាងគ្រាន់តែវិនិស្សកម្មមកខាងតិចឬក៏មកខាងច្រើនតែប៉ុណ្ណោះហើយអ្វីដែលជាផលនៅការប៉ះពាល់ទាំងអាយុជីវិតប្រជាជនកងទ័ពក៏ដូចជាបញ្ហាសេដ្ឋកិច្ចហើយប៉ះពាល់ទៅដល់ការវិនិយោគអីជាដើមដែលគ្រប់ភាគីគឺមិនចង់បានទេក៏ប៉ុន្តែនៅតែមានការជជែកវែកញែកពីរឿងថាឥឡូវនេះបើយើងបញ្ចប់នៅកិច្ចព្រមព្រៀងដោយការឈប់បាញ់ទៅហើយប៉ុន្តែមានថៃនៅតែសន្ទ្រឹចិត្តញញថ្មិញប្រុងតែរៀបកម្លាំងដើម្បីវាយពេលខ្លះឈូឆរយកនាវារុញចូលទៅក្នុងតំបន់ទឹកសមុទ្រនៅម្ដុំទល់មុខខេត្តកោះកុងម្ដងតម្លើងនៅសពាវុធផ្សេងម្ដងដូចជាម្សិលមួយថ្ងៃនេះក៏មានការប្រកាសពីមេកងទ័ពជើងអាកាសថាពួកគេបានត្រៀមអស់ហើយដើម្បីឆ្លើយតបនឹងអ្វីដែលពួកគេយល់ថាកម្ពុជាជាអ្នកលៀនពៀនទឹកដីរបស់ថៃស្អីជានោះអញ្ចឹងចំណុចនេះគឺគេមើលឃើញថាស្ថានភាពនេះបើសិនជាធ្វើសង្គ្រាមតទៅទៀតតើយើងអាចទប់ទល់ជាមួយគេបានទេពីព្រោះគេចេះតែបន្តនៅសង្គ្រាមប្រើនៅកម្លាំងយោធាឬក៏ការអុកឡុកសពបែបយ៉ាងហើយកម្ពុជាយើងហេតុអីក៏មិនព្រមវាយដូចពី5ថ្ងៃមុនទៅកុំឲ្យវាបានចាត់ពេកនេះគឺជាការលើកឡើងហើយដោយឡែកនៅខាងភាគីនៃទាហានថៃនោះបើទោះបីជាមានការសង្គ្រឹះតម្លើងសាច់ដុំក៏ដោយក៏ប៉ុន្តែលើស្ថានភាពជាក់ស្ដែងគឺមិនទាន់ហ៊ាននៅក្នុងការប្រើនៅកម្លាំងដោយកាលពីសង្គ្រាម5ថ្ងៃនោះនៅឡើយនោះទេគឺអាចសបញ្ជាក់ឲ្យឃើញថាទាហានថៃនេះក៏មិនមែនបើហើនពេកនោះដែរមានន័យថាក៏មានការព្រួយបារម្ភផងដែរមានន័យថាខ្លាចមិនមែនខ្លាចតែរឿងខ្លួនចុះកិច្ចព្រមព្រៀងបទឈប់បាញ់ទេគឺមានន័យថាខ្លាចតែមិនស្រួលវាយមិនឈ្នះកម្ពុជាដែរអញ្ចឹងហើយបញ្ហានេះបានន័យថាគួរសពបែបយ៉ាងបដើមើលអំពីស្ថានភាពខាងភាគីកម្ពុជាបដើថាកម្ពុជាមានអីដែលហក់ជាលើកទី2អញ្ចឹងហើយបញ្ហានេះគឺកំពុងតែវាយដើម្បីស៊ើបមើលថាតើកម្ពុជាយើងនឹងមានអីខ្លះដែលអាចពេលដែលថៃវាយទៅយើងអាចប្រើកម្លាំងសង្គ្រោះតនោះចឹងហើយបានជាទាំងរដ្ឋាភិបាលទាំងទាហានរបស់ថៃនេះតាមដានយកចិត្តទុកដាក់ខ្លាំងណាស់ពីរឿងដែលកម្ពុជាមានសពាវុធអីខ្លះរៀបកម្លាំងកងទ័ពយ៉ាងម៉េចខ្លះហើយថ្មីនេះគឺមានផ្ទុះពីរឿងការដែលថាប្រទេសចិនហ្នឹងគឺផ្ដល់នៅសពាវុធមកឲ្យខាងភាគីកម្ពុជាដោយមិនដឹងជាទំនងទៅជួលកសែតបរទេសដើម្បីចុះផ្សាយដើម្បីឲ្យកម្ពុជានឹងប្រតិកម្មឬក៏ខាងភាគីចិននឹងប្រតិកម្មឆ្លើយតបដើម្បីខ្លួននឹងដេកស្ងប់បាននេះគឺជាអ្វីដែលមានការលើកឡើងជារយៈពេលកន្លងមកតែវិលត្រឡប់មកវិញយើងគ្រាន់តែលើកចំណុចមួយនៅក្នុងន័យអាញាកដាលដែលមានក្រុមអ្នកវិភាគនៅក្នុងប្រទេសថៃដែលយើងនិយាយថាហាក់ដូចជាមនុស្សអព្យាក្រឹតមួយនៅកណ្ដាលស្ថានភាពដែលប្រទេសថៃសប្តាហ៍ថ្ងៃនេះគឺមាននិន្នាការច្រើនដែលទាំងខាងយោធាដែលទាំងរាជវាំងហើយនិងក្រមជ្រុលនិយមគឺមកក្រុមទៅហើយខាងដែលប្រជាជនដែលគេមិនស្រឡាញ់សង្គ្រាមមកក្រុមទៅហើយខាងរដ្ឋាភិបាលដែលរេទៅតាមខ្យល់ហ្នឹងគឺមកក្រុមទៅអញ្ចឹងมันអាចយកជាការមួយបានថាតើថៃខ្លាំងឬក៏ខ្សោយ
ហើយមិនមានព័ត៌មាននិយាយការពិតអំពីបញ្ហានៃសង្គ្រាមរវាងកម្ពុជានិងថៃទេជាពិសេសគឺថៃខ្លួនឯងតែម្ដងអត់ដឹងថាកម្លាំងខ្លួនស្គាល់កម្ពុជាប៉ុណ្ណាអញ្ចឹងហើយបានជានៅក្នុងរយៈពេលកន្លងមកនេះគេច្រើនតែងតែមានការអញ្ជើញអ្នកវិភាគស្រីម្នាក់ដែលគាត់ល្បីល្បាញដែលគាត់នៅក្នុងគណៈបកចំនួនថ្មីដែលជាអតីតគណៈបកចំនួនថ្មីឥឡូវនេះជាគណៈបកប្រជាជនដែលគាត់មានឈ្មោះហៅថាឆោផានិកាគឺជាមនុស្សម្នាក់ដែលល្បីដែលតែងតែត្រូវបានគេហៅដើម្បីធ្វើការវិភាគនៅក្នុងស្ថានីយទូរទស្សន៍ជាច្រើនហើយគាត់និយាយមិនមានលក្ខណៈជ្រុលនិយមទេបើសិនជាអ្នកដែលចេះភាសាថៃគឺអាចស្ដាប់នៅคลิปវីដេអូចាស់ៗរបស់គាត់ហើយគាត់ផានិកានេះគឺគាត់ធ្លាប់ប្រឈមតទល់ជាមួយនឹងអតីតអ្នកនាំពាក្យស្ត្រីម្នាក់ដែលប្រិមិត្តបានដឹងហើយដែលមានការប្រមាថចំពោះប្រទេសកម្ពុជាថាយើងប្រទេសក្រប្រទេសទុនខ្សោយហើយសិតតអ្នកសុំទានកន្លះប្រទេសមិនក៏ថៃប្រទេសធំបងធំមួយនៅអាស៊ានមិនក៏មិនវាយសំពងឲ្យខ្ទេចខ្ទីទៅហើយបញ្ហានេះគឺថាជុលគ្នានៅក្នុងស្ថានភាពចំពោះអ្នកស្រីផានិកាកន្លងមកដែរតែអ្នកស្រីបញ្យល់អំពីហេតុផលជាច្រើនដែលតាក់ទងទៅនឹងរឿងដែលសមត្ថភាពពិតរបស់ប្រទេសថៃរឿងដែលបើវាយទៅវាមានអ្វីនឹងកើតឡើងរវាងកម្ពុជានិងថៃបើវាយទៅតើអាចឈ្នះកម្ពុជាដែរឬទេបើវាយទៅបើសិនជាឈ្នះមែនតើឈ្នះទៅលើកម្លាំងដូចគោដូចក្របីប៉ុន្តែប្រយ័ត្នកម្ពុជាសង្គ្រាមទៅលើសមរភូមិនៅតុលាការអន្តរជាតិពេលនោះតើថៃយកស្អីទៅទប់គេនេះសុទ្ធតែជាការដែលរំលឹកឡើងរបស់អ្នកស្រីផានិកាដែលគាត់ជាអ្នកវិភាគមួយដែលហ៊ាននិយាយពីការពិតចំណុចខ្លាំងចំណុចខ្សោយរបស់ថៃចំណុចខ្លាំងចំណុចខ្សោយរបស់ខាងភាគីកម្ពុជានេះគឺជាការមួយដែលយើងអាចមើលនៅការវិភាគរបស់គាត់ដែលយើងអាចចាត់ទុកថាជាការមួយវិភាគនៅក្នុងកម្រិតដែលមិនលំអៀងពេកហើយក៏មិននិយមអំពីអ្វីដែលគេហៅថាទំនោរមនោសញ្ចេតនាជាតិនិយមជ្រុលហើយហ៊ាននិយាយការពិតមានន័យថាបើនិយាយគ្រាន់តែការពារវាអាចបិទបាំងទៅនឹងព័ត៌មានការពិតហើយនឹងការវាយតម្លៃខុសអំពីសភាពការដែលសង្គ្រាមកំពុងតែកើតឡើងវាអាចនាំតែគ្រោះថ្នាក់មានន័យថានិយាយដើម្បីតែតម្រូវចិត្តគ្នាឯងក៏ប៉ុន្តែធាតុពិតវាមិនមែនជាការពិតវាអាចធ្វើឲ្យមានចន្លោះប្រហោងធ្ងន់ធ្ងរគ្រោះថ្នាក់ទៅដល់ប្រទេសថៃនេះផងដែរអញ្ចឹងហើយបានជាគាត់ហ៊ាននិយាយដោយត្រង់ឥឡូវនេះយើងមកគ្រាន់តែនិយាយដកស្រង់នៅឃ្លាតិចតួចរបស់គាត់ដែលគាត់បានលើកឡើងនៅក្នុងស្ថានីយទូរទស្សន៍ហើយហ៊ាននិយាយជាសាធារណៈថាគាត់បាននិយាយថាទាហានរបស់ថៃប្រកាសទេនៅក្នុងចិត្តថាអាចច្បាំងឈ្នះកម្ពុជាគាត់បានមានការលើកឡើងថាកម្ពុជាពី10ឆ្នាំមុនគឺនឹងកម្ពុជាបច្ចុប្បន្ននេះសប្តាហ៍ថ្ងៃនេះគឺមិនដូចគ្នាទេមានន័យថាកម្ពុជានៅក្នុងថ្ងៃនេះគឺមានការខុសពី10ឆ្នាំមុនមានន័យថាមានការរីកចម្រើនហើយក៏មិនដឹងថាកម្ពុជាមានអ្វីខ្លះទៅលើសពាវុធយោធាក៏ដូចជាការពង្រឹងទៅលើវិស័យយោធាហើយនិងសេដ្ឋកិច្ចនោះដែរគាត់ក៏បានបញ្ជាក់ទៅលើចំណុចនេះបន្ថែមទៀតថាបើសិនជាទាហានរបស់ថៃច្បាំងឈ្នះកម្ពុជាក៏ដោយចោះឧបមាថាឈ្នះចោះក៏ប៉ុន្តែគាត់បានរំលឹកឡើងវិញថាបើសិនជាឈ្នះកម្ពុជាបានន័យថាកម្ពុជានឹងឡើងទៅតុលាការអន្តរជាតិដើម្បីធ្វើការប្តឹងអំពីប្រទេសថៃថាប្រទេសថៃនេះគឺជាអ្នកឈ្លានពានលើទឹកដីកម្ពុជាហើយនេះគឺជាការដែលខុសច្បាប់ហើយយើងបានដឹងហើយថានៅពេលដែលកម្ពុជាបានឱកាសនេះទៅប្តឹងនឹងតុលាការអន្តរជាតិតើយើងពិនិត្យមើលក្រុមគណៈកម្មការចៅក្រមគណៈកម្មការដែលបានកាត់ក្តីនៅឯតុលាការ ICJ ដែលបានធ្វើឡើងកាលពីឆ្នាំ2011នោះមានបានពិនិត្យមើលទេថាតើពួកគេជាងពាក់កណ្ដាលគឺសិតតែនៅជាធរមានគឺមានន័យថានៅកាន់កាប់ការងារនេះនៅឡើយនោះទេនេះគឺគាត់ចង់បញ្ជាក់ថាបើសិនជា
វាយទៅលើកម្លាំងកងទ័ពក៏មិនប្រកាសថាឈ្នះកម្ពុជាហើយបើសិនជាវាយឈ្នះក៏មិនប្រកាសថាប្រទេសថៃចាញ់ក្តីឬក៏ត្រូវបានប្រទេសកម្ពុជាប្តឹងនៅក្នុងតុលាការអន្តរជាតិ ICJ ហើយអេគីបដែលធ្លាប់កាត់ក្តីឲ្យខាងភាគីកម្ពុជាឈ្នះនៅក្នុងការឆ្លើយបំភ្លឺឡើងវិញអំពីសាលដីកាតុលាការឆ្នាំ1962ដែលបានធ្វើឡើងនៅក្នុងឆ្នាំ2011ម្ដងទៀតនោះមានដឹងថាតើពួកគេស្ទើរតែជាងពាក់កណ្ដាលនៅកាន់កិច្ចការនេះដែរឬទេនេះគឺជាការមួយពមៀនទៅដល់ក្រុមអ្នកនយោបាយថៃក៏ដូចជាក្រុមទាហានរបស់ថៃថាมันអាចចេះតែធ្វើដោយមិនយល់អំពីកិច្ចការទាំងអស់នេះទេលោកស្រីក៏ធ្លាប់បានបញ្ជាក់ផងដែរថាតើព័ត៌មាននៅក្នុងប្រទេសថៃសប្តាហ៍ថ្ងៃនេះអាចចាត់ទុកយកជាបានការដែរឬទេជាព័ត៌មានពិតដែរឬទេសូម្បីតែពិធីកររបស់ស្ថានីយទូរទស្សន៍ហ៊ាននិយាយថាតើខ្លួនហ៊ាននិយាយការពិតដែរឬទេពាក្យណាមួយម៉ាត់ដែលខ្លួនបាននិយាយថាការពិតនោះនេះហើយដែលជាបញ្ហាមួយដែលធ្វើឲ្យគាត់បាននិយាយសម្ដៅទៅរកការពិតមួយធ្វើឲ្យទាំងពិធីករធ្វើឲ្យទាំងអ្នកស្រីម៉ូនីកាដែលធ្លាប់បានវាយប្រហារកម្ពុជាហើយក៏បានប្រើនៅចរិតញុះញង់ដើម្បីឲ្យខាងកងទ័ពប្រទេសថៃធ្វើសង្គ្រាមវាយទៅគឺថាវាយទៅនឹងឈ្នះហើយអីចឹងជាដើមតើសិតតែជាបញ្ហាមួយដែលបង្កនៅបញ្ហាគ្រោះថ្នាក់ទៅដល់ប្រទេសថៃឬក៏យ៉ាងណានិយាយសរុបទៅអ្នកស្រីផាន់នីកានេះគឺគាត់លើកឡើងនេះគឺមិនមែនដើម្បីនិយាយថាគាត់ជនជាតិថៃក៏ប៉ុន្តែបេះដូងខ្មែរដូចជាក្រុមអ្នកជ្រុលនិយមបានលើកឡើងនោះទេគាត់និយាយថាគឺជាការពិតហើយគាត់ឲ្យរងចាំមើលថាតើបើនិយាយមិនការពិតទេនឹងអាចធ្វើឲ្យប្រទេសថៃខ្លួនឯងនឹងជួបនៅគ្រោះមហន្តរាយជាក់ជាមិនខានអញ្ចឹងហើយបានជាគាត់លើកឡើងនេះស្ទើរតែមុនពេលដែលសង្គ្រាម5ថ្ងៃកើតឡើងទៅទៀតមានន័យថាគាត់ទស្សទាយមុនហើយឥឡូវនេះគាត់នៅតែនិយាយពាក្យដដែលថារឿងទាំងអស់នេះគឺថៃត្រូវតែដឹងថាតើធ្វើសង្គ្រាមដើម្បីអីនេះគឺជាចំណុចមួយដែលគេមើលឃើញថាអ្នកវិភាគនៅក្នុងប្រទេសថៃបានដឹងច្បាស់អំពីបញ្ហានេះឥឡូវនេះយើងសូមបញ្ចប់នៅអ្វីដែលជាការលើកឡើងខ្លះៗអំពីការវិភាគរបស់លោកស្រីផានីកាហើយក៏យើងសូមធ្វើការបង្ហាញនៅការវិភាគបន្ថែមអំពីសម្ដីរបស់គាត់ដែលបើទោះបីជាគាត់បានលើកឡើងថាថៃមិនប្រកាសថានឹងវាយឈ្នះកម្ពុជាហើយថៃមិនបានយល់ដឹងអំពីកម្ពុជានៅក្នុងពេលបច្ចុប្បន្នវាខុសអំពីកម្ពុជាកាលពី10ឆ្នាំមុននោះអញ្ចឹងយើងគ្រាន់តែសូមរំលឹកបន្ថែមអំពីបញ្ហានេះដើម្បីឲ្យមានព័ត៌មានលម្អិតឬក៏មានព័ត៌មានទូលំទូលាយជាងអ្វីដែលអ្នកស្រីផានីកាបានលើកឡើងបន្ថែមយើងមើលអំពីពាក្យដែលលោកស្រីផានីកាបានលើកឡើងនេះពិតមែនហើយគឺគាត់និយាយមិនខុសទេមានន័យថាចាប់ផ្ដើមអំពីព័ត៌មានដែលប្រទេសថៃស្ទើរតែមួយប្រទេសនិយាយសិតតែព័ត៌មានកុហកនិយាយសិតតែព័ត៌មានភូតហើយមិនដែលបានរបាយការណ៍នៃការពិតទេអញ្ចឹងហើយយកទៅបន្តគ្នាដើម្បីតម្រូវចិត្តគ្នាទៅវិញទៅមកក៏ប៉ុន្តែវាយខុសអំពីសភាពការនេះគឺជាសម្ដីដែលគាត់គ្រាន់តែលើកអំពីពាក្យកុហករបស់ប្រទេសថៃតែប៉ុណ្ណោះហើយយើងលម្អិតបន្ថែមដើម្បីបង្ហាញអំពីភស្តុតាងដែលលោកស្រីផានីកាគាត់បានលើកនេះគឺមិនខុសនោះទេមិនខុសនៅត្រង់ថាពួកកងទ័ពថៃក៏ដោយពួកអ្នកនយោបាយថៃក៏ដោយក៏បានលើកឡើងអំពីការវាយតម្លៃអំពីកម្ពុជាមិនត្រូវនោះទេមិនត្រូវគឺនៅត្រង់ថាសូម្បីតែបញ្ហាផ្នែកសេដ្ឋកិច្ចដែលពួកគេចាត់ទុកថាជារឿងសំខាន់ដើម្បីដាក់សម្ពាធមកលើភាគីកម្ពុជាអ្វីដែលយើងហៅថាជាសង្គ្រាមផ្នែកសេដ្ឋកិច្ចគឺថៃបានលេងម្ដងរួចមកហើយគឺថាចង់ឲ្យកម្ពុជាហ្នឹងគឺលូនមកដើម្បីសុំចរចាសុំចុះចាញ់ទាល់តែបិទដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជាទី1គឺត្រូវបិទប្រេងសាំងត្រូវបិទអគ្គិសនីត្រូវបិទអ៊ីនធឺណិតត្រូវបិទព្រំដែនអីជាដើមហ្នឹងគឺសិតតែជាការមួយដែលខាងព័ត៌មានរបស់ខាងប្រទេសថៃរួមទាំងអ្នកនយោបាយកម្ពុជាក៏យល់ស្របទៅតាមអ្វីដែលជាព័ត៌មានកុហកដែលមិនអាចទទួលព័ត៌មានការពិតបានអំពីភាគីកម្ពុជា
នេះហើយគឺជាព័ត៌មានដែលលោកស្រីផានិកាគាត់បានលើកឡើងនោះគឺយើងបង្ហាញផុសតាងបែបទៅហ្នឹងគឺចង់និយាយថាបើនៅពេលដែលពួកគេបានបិទនៅព្រំដែនហើយបែរជាខាងកម្ពុជានេះមិនត្រឹមតែមិនមានការប៉ះពាល់ទៅដល់បញ្ហាសេដ្ឋកិច្ចនោះទេថែមទាំងធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងខ្លាំងទៅវិញខ្លាំងគឺនៅត្រង់ថាកម្ពុជាអាចនឹងមានឱកាសនៅក្នុងការផលិតទៅលើផ្នែកចំណីអាហារទៅលើអ្វីដែលជាការបម្រើបម្រាស់ឬក៏សេចក្តីត្រូវការដែលផលិតផលរបស់ថៃបានទម្លាក់ចូលមកខាងស្រុកខ្មែរដែលក្នុងមួយឆ្នាំយ៉ាងហោចណាស់ក៏ត្រូវចាយលុយទៅចិញ្ចឹមសេដ្ឋកិច្ចថៃដល់ទៅជាង$5000 លានសហរដ្ឋអាមេរិកនេះហើយគឺជាការវាយតម្លៃខុសអំពីកម្ពុជាហើយមិនស្គាល់ពិតអំពីកម្ពុជានេះគឺយើងគ្រាន់តែនិយាយអំពីបញ្ហាសេដ្ឋកិច្ចមួយតែប៉ុណ្ណោះដោយឡែកយើងមកនិយាយអំពីបញ្ហាយោធាវិញតើពួកយោធាបានក្តាប់អំពីអនុភាពរបស់ខាងយោធាកម្ពុជាបានកម្រិតណានេះហើយគឺជាបញ្ហាមួយដែលយើងមើលឃើញថាលទ្ធផលនៅក្នុងវិស័យកិច្ចការយោធាក៏មិនខុសអំពីវិស័យសេដ្ឋកិច្ចដែលមានការវាយតម្លៃខុសរបស់ពួកអ្នកនយោបាយក៏ដូចជាពួកកងទ័ពរបស់ប្រទេសថៃមកលើកម្ពុជានោះដែរយើងមើលឃើញថាការវាយតម្លៃរបស់ពួកយោធាថៃថាវាយត្រឹមតែ3ថ្ងៃខ្លះថា24ម៉ោងហើយសិតតែជាមេកងទ័ពដែលដឹកនាំកាន់ការសង្គ្រាមមួយទាំងមូលសម្រាប់ប្រទេសរបស់ថៃផងហ៊ាននិយាយបែបនេះមិនដឹងថាតើមេទ័ពរបស់ថៃនិយាយនេះសំអាងទៅលើរបាយការណ៍ឬក៏ឯកសារសម្ងាត់អីខ្លះដែលយល់ថាកម្ពុជានឹងខ្សោយនោះអញ្ចឹងហើយបានជាបញ្ហានេះយើងមើលឃើញថាតើសង្គ្រាម3ម៉ោងសង្គ្រាម3ថ្ងៃរបស់កងទ័ពថៃក្តាប់បានសភាពការយ៉ាងម៉េចខ្លះគឺនៅពេលដែលស្ថានភាពជាក់ស្ដែងសង្គ្រាមបានផ្ទុះឡើង5ថ្ងៃកុំថាឡើងវាយដល់ទីក្រុងភ្នំពេញសូម្បីតែតំបន់ដែលធ្លាប់ត្រួតគ្នាមានន័យថាតំបន់ឈរជើងរួមគ្នាគឺថៃបានខ្ទាតចេញពីតំបន់នោះថែមទៅទៀតមានន័យថាព្រំដែនឬក៏តំបន់ដែលជាទឹកដីរបស់កម្ពុជាពីមុនដែលថៃធ្លាប់មកឈរជើងគឺថៃបានកម្ពុជាបានច្រានចេញអំពីតំបន់សំខាន់ទាំងអស់នោះមានន័យថាគ្មានតំបន់ណាមួយដែលខាងភាគីថៃបានគ្រប់គ្រងនោះទេហេតុអីបានយើងហ៊ាននិយាយបែបនេះគឺដោយសារតែយើងមើលឃើញថាបើសិនជាកងទ័ពរបស់ថៃវាយកាន់កាប់តំបន់ដែលខ្លួនធ្លាប់ឈរជើងទ្វេភាគីគឺមានន័យថាថៃយល់ថាខ្លួនឯងអាចនឹងជោគជ័យអាចនឹងក្តាប់បានសភាពការក៏ប៉ុន្តែផ្ទុយទៅវិញមានន័យថាតំបន់ទាំងអស់នេះគឺកម្ពុជាជាអ្នកឈរជើងហើយបើសិនជាប្រទេសថៃទទួលបាននៅតំបន់ឈរជើងតំបន់នេះម្លេះសំតំបន់ភូមិព្រៃច័ន្ទតំបន់ភូមិជោគជ័យថៃមិនមែនទៅអុកឡុកកន្លែងនោះទេសួរថាតើជាតំបន់ចំនួនជាក់ស្ដែងពីមុនមកឬក៏យ៉ាងណាគឺមិនមែនទេមានន័យថាតំបន់នេះគឺជាតំបន់ធ្លាប់ដាច់ស្រេចរួចទៅហើយមិនមែនជាតំបន់ចំនួននោះទេដូចជាតំបន់ចំនួននៅប្រាសាទតាកបីប្រាសាទតំបន់ធំតំបន់តូចមុំបីក៏ដូចជាភ្នំទ្របលាក់ជាដើមនោះគឺมันអាចកាន់កាប់បានទេនេះគឺជាអ្វីដែលយើងមើលឃើញថាការវាយតម្លៃនៃការមើលស្រាលអំពីកម្ពុជាគឺការវាយតម្លៃខុសនេះគឺជាអ្វីដែលលោកស្រីផាន់ម៉ូនីកាបានលើកឡើងវិភាគតាំងពីមុនសង្គ្រាមកើតឡើងមកម្លេះនេះគឺមានន័យថាបើយើងមើលអំពីយុទ្ធសាស្ត្រយោធារបស់ប្រទេសថៃគឺជាការវាយលុកដើម្បីឈ្លានពានដោយឡែកភាគីកម្ពុជាគឺជាការវាយទប់ទល់តែប៉ុណ្ណោះមិនទាន់ប្រើប្រាស់នៅយុទ្ធសាស្ត្របែកបកនៅឡើយនោះទេហើយយើងមើលអំពីការប្រើនៅសពាវុធរបស់ថៃគឺបានប្រើប្រាស់ស្ទើរតែលេងសិលឹកឌីអាត់នេះស្ទើរតែអស់ទៅហើយគឺមានន័យថាទាំងផ្នែកកងទ័ពថ្មើរជើងទាំងផ្នែកកងទ័ពជើងអាកាសហើយនឹងកងទ័ពកំភ្លើងគ្រប់ត្រូលធំទាំងរថក្រោះគឺសុទ្ធតែប្រើនៅអ្វីដែលគេហៅថាសិលឹកឌីនោះគឺលេងស្ទើរតែអស់ទៅហើយនៅតែបញ្ហាកងទ័ពជើងទឹកបើទោះបីជាមិនទាន់ប្រើប៉ុន្តែថៃនេះគេយកទៅការពារផងដែរប៉ុន្តែមិនទាន់បញ្ចេញទេតែយ៉ាងណាក៏ដោយយើងមើលអំពីតើការវាយនេះទទួលបានជោគជ័យយ៉ាងម៉េចខ្លះហើយកម្ពុជានេះមិនទាន់បានប្រើនៅកាភ្លើងសម្រាប់កំទេចនៅ
ផ្នែកដែនអាកាសឬក៏ផ្នែកយន្តហោះចម្បាំងនៅឡើយនោះទេបើទោះបីជានៅក្នុងពេលបច្ចុប្បន្ននេះអ្នកខ្លះក៏បានចំអកមកខាងភាគីកម្ពុជាថាសំណាញ់មេឃនៅឯណាដល់ពេលមានការក៏មិនឃើញហើយអ្នកខ្លះក៏មានការឆ្ងល់ថាហេតុអីក៏កម្ពុជាយើងអត់ទាន់ប្រើប្រាស់នៅអាកាភ្លើងបាញ់ប្រភេទ S16 កំទេចចោលទៅចំណុចអស់នេះគឺទោះបីយ៉ាងណាក៏ដោយខាងវិស័យកងទ័ពគេមិនមានការឆ្លើយតបថាយ៉ាងណានោះទេហើយរឿងទាំងអស់នេះពីព្រោះថាវាជាកិច្ចការសម្ងាត់របស់ខាងកងទ័ពក៏ប៉ុន្តែសម្រាប់ទស្សនៈយើងអាចនិយាយបានថារឿងនេះគឺកម្ពុជាបានយល់ឃើញថាកម្ពុជាទំនងជាមិនទាន់ប្រើប្រាស់ពីព្រោះថារបស់ដែលទិញមកហើយគឺទុកលេងហើយក៏ប៉ុន្តែមើលឃើញថាស្ថានភាពតាក់ទងទៅក្នុងសង្គ្រាម5ថ្ងៃនោះវាមិនទាន់ដល់ពេលដែលត្រូវលេងហេតុអីបានមានន័យថាមិនទាន់ដល់ពេលដែលត្រូវលេងពីព្រោះថាសមរភូមិដែលខាងភាគីកម្ពុជាកាន់កាប់នោះគឺក្តាប់ជាប់បានរួចទៅហើយតែហេតុអីចាំបាច់ទៅលេងបន្ថែមទៀតមានន័យថាសិលឹកបៀលេងឈ្នះហើយសិលឹកអាប់ផ្សេងទៀតគឺគេទុកសម្រាប់ទុកនៅទឹកចុងក្រោយនៅក្នុងគណៈពេលដែលយល់ថានឹងគួរតែនឹងប្រើប្រាស់លេងដូចជាបើសិនជា S16 នេះចូលមកដល់កន្លែងខុសអំពីកន្លែងសមរភូមិដែលប្រទីងបន្ទង់គ្នាហួសមកដល់ភ្នំពេញហួសមកដល់កន្លែងខ្សែបន្ទាត់ព្រំដែនជ្រៅនោះនឹងអាចប្រើប្រាស់នេះជាទស្សនៈផ្ទាល់ខ្លួនតែប៉ុណ្ណោះហើយម្យ៉ាងទៀតក៏គេយល់ឃើញថាបញ្ហានេះបើលេងទៅរឿងកាន់តែធំហើយគេរងចាំមើលបន្តិចទៀតថាតើបើសិនជាមានការអន្តរាគមន៍ពីប្រទេសមហាអំណាចបានគឺគេមិនបាច់លេងទេហើយបើសិនជាគ្មានអ្នកណាអន្តរាគមន៍ទេជិះមិនផុតនឹងត្រូវលេងហើយបើសិនជាលេងអ្វីនឹងកើតឡើងមានន័យថាយន្តហោះនេះការពិតទៅវាជាយុទ្ធសាស្ត្រនៃការវាយកំទេចទីតាំងនិងកន្លែងសពាវុធសំខាន់ទេវាមិនអាចវាយដើម្បីគ្រប់គ្រងសមរភូមិបានទេនេះជាយុទ្ធសាស្ត្រមួយដែលខាងអ្នកជំនាញកងទ័ពនឹងអាចលើកឡើងបែបនេះហើយបើសិនជាប្រឡែងប្រភេទមីស៊ីលកំទេចទៅលើយន្តហោះនេះអស់តែ 4-5 ទៅច្បាស់ណាស់ថានឹងបាក់ស្បាតជាមិនខានហើយនេះទោះបីជាកម្ពុជាទទួលបាននៅជ័យជំនះមែនក៏ប៉ុន្តែយើងសួរថាវាមិនងាយនឹងចប់ទេពីព្រោះថាតើយើងគួរតែចំណាយលុយច្រើនជាងនេះដែរឬទេនៅក្នុងអ្វីដែលឬក៏តំបន់មួយមិនទាន់បែងចែកគ្នាដាច់ស្រេចហើយចេះតែនាំគ្នាយកលុយមកចាក់ចោលនៅក្នុងសង្គ្រាមទាំងអស់នេះវាបានផ្ដល់នៅផលប្រយោជន៍អ្វីខ្លះលោក Donald Trump បានសើចចំអកចំពោះលោក Putin ថាជាសង្គ្រាមឈួតលីលាដែលគ្មានប្រយោជន៍អីទាល់តែសោះនេះគឺជារឿងមួយដែលលោក Donald Trump បានមើលឃើញថាចង់ធ្វើអីឲ្យវាមានប្រយោជន៍ចុះបើយកលុយមកចាក់ចោលកន្លែងដែលឥតប្រយោជន៍ហ្នឹងសំណួរចោទសួរថាចាក់ប្រមាណទៀតមានន័យថា10ឆ្នាំ20ឆ្នាំទៀតរីងសេដ្ឋកិច្ចរៀងខ្លួនសំណួរចោទសួរថាភាគីទាំងពីរនឹងព្រមទទួលស្គាល់លើព្រំដែនដែរឬទេបើមិនព្រមអង្គុយចរចាគ្នានោះចុះបើចរចាគ្នាដដែលយើងនាំគ្នាទៅចរចាទៅហើយបើសិនជាមិនចរចាទេប្រទេសថៃនេះគឺ50-100ឆ្នាំទៀតក៏កម្ពុជាមិនទៅព្រមដើម្បីទៅសញ្ញេទៅលើអ្វីដែលកងទ័ពថៃចោទនាទៅសញ្ញេឲ្យទៅនឹងគឺมันអាចជាដាច់ខាតនេះគឺជាអ្វីដែលគេមើលឃើញប៉ុន្តែប្រទេសថៃមិនដឹងថាតើធ្វើឡើងដើម្បីអីពីព្រោះថាបីខ្លួនគ្រប់គ្រងកន្លែងហ្នឹងក៏ដោយមិនមែនមានន័យថាខ្លួនជាព្រំដែនរបស់ខ្លួនទេ10-100ឆ្នាំទៀតក៏កម្ពុជាមិនទទួលស្គាល់កាលណាកម្ពុជាបង្កើននៅកម្លាំងយុទ្ធសាស្ត្រឬគ្រប់មធ្យោបាយគឺកម្ពុជានឹងវាយយកវិញដោយអ៊ីស្រាអែលអញ្ចឹងវាយយកនៅទឹកដីហ្គាហ្សាឬក៏ប៉ាឡេស្ទីនវិញគឺបាត់ប្រទេសអស់2000ឆ្នាំទៅហើយក៏ប៉ុន្តែមានន័យថាអ៊ីស្រាអែលមិនបានសញ្ញេឲ្យទៅប៉ាឡេស្ទីនទេអញ្ចឹងទេនៅពេលដែលកសាងកម្លាំងបានអ៊ីស្រាអែលនឹងវាយកំទេចយកនៅប្រទេសរបស់ខ្លួនមកវិញហើយនេះហើយគឺជាអ្វីដែលគេមើលឃើញថាបើគ្មានសញ្ញេកំណត់ព្រំដែនទេទោះបី2000ឆ្នាំក៏នៅតែគេអាចយកវិញបាននេះគឺជាអ្វីដែលបងប្អូនមួយចំនួនលោកបានយល់ថាតិចបាត់ទៅតិចអស់ទៅអាកន្លែងគេឈរជើងហ្នឹងកុំថាឡើង10ឆ្នាំ20ឆ្នាំ
ប្រមាណឆ្នាំក៏ដោយឲ្យតកសាងកម្លាំងខ្លួនឯងបានហើយបើគ្មានជំរឹះល្អជាងនេះទេធ្វើឲ្យខាតទេគេនឹងមិនប្រើប្រាស់ទេនៅអ្វីដែលជាការចំណាយនៅក្នុងសង្គ្រាមមួយដែលចាយឲ្យมันបានផលប្រយោជន៍មកវិញនេះគ្រាន់តែជាការលើកឡើងទស្សនៈខ្លះៗតែប៉ុណ្ណោះបានបើសិនជាមានការខុសឆ្គងយ៉ាងណាសូមអធិស្ឋាន